រិបនបាបអំពើកម្មដែលធ្វើឲ្យទុំឈ្នះទេតែហ្នឹងក៏គួរតែបញ្យល់គួរតែញោមញាតដឹងដែរខ្លះអត់ជឿព្រះពុទ្ធលោកសម្ដែងថាណដ្ឋិកម្មੰសមੰពលំអំពើកម្មការងារដែលមនុស្សធ្វើឲ្យផលដល់មនុស្សទប់អត់ឈ្នះទេធ្វើអីបានណាឧទាហរណ៍ញោមញាតទៅរៀនភាសាចង់និយាយភាសារៀនភាសាអីវាចេះភាសាហ្នឹងរៀនបារាំងចេះបារាំងរៀនអង់គ្លេសចេះអង់គ្លេសរៀនភាសាអីចេះរៀនជាតួកម្មហើយដល់កាលណាវាចេះមកជាផលរបស់កម្មណាមិនដែលអ្នកណារៀនអីវាមិនចេះហ្នឹងបានប្រពន្ធលោកថាណដ្ឋិកម្មੰសមੰពលំនៅលើពិភពលោកគ្មានអីដែលមានកម្លាំងស្មើនឹងផលរបស់កម្មទេតែធ្វើឲ្យទុំមិនឈ្នះត្រូវតែឲ្យផលដល់អ្នកធ្វើអាហ្នឹងកម្មញោមមិនតែធ្វើកម្មអាក្រក់នោះទៅជាប់ពន្ធនាគារឡើងណែនគុកអាហ្នឹងកម្មអាក្រក់ឲ្យវាឲ្យផលបើមិនលួចគេក៏សម្លាប់គេបោកប្រាស់គេអំពើផ្សេងអាហ្នឹងវាជាស្ដែងយើងមើលឃើញទៅមកពីធ្វើអាក្រក់ហើយញោមញាតពុទ្ធបរិស័ទដែលបានធ្វើអាក្រក់មិនได้មានស្អីមានបាបណាមកឲ្យផលមានជីវិតរស់នៅជាសេរីភាពសុខសប្បាយខ្សែមខ្សាននឹងក្រុមញាតិគ្រួសារទាំងអស់អានេះយើងឃើញហើយតែធ្វើអីបានហ្នឹងអានឹងចឹងប៉ុន្តែជឿកម្មផលនេះតែពួកលោកអ្នកមានបញ្ញាតែមនុស្សអត់បញ្ញាអត់ជឿទេបាទតែលកម្មរបស់ខ្លួនឲ្យផលនោះបានឃើញដូចភ្លើងឆេះព្រៃហើយតែកម្មអាក្រក់ខ្លួនទៅឲ្យទៅភ្លើងឆេះព្រៃចឹងនឹងវាសមាសម្ពុទ្ធលោកសំដែងចឹងបានថានឹងបញ្ញាពោលដែលត្រូវស្វែងរកគឺត្រូវការសិក្សារៀនសូត្របានថាលោកជាមេត្តាបិតាហ្នឹងក៏បីកុំប្រហែលធ្វើកូនប្រុសកូនស្រីត្រូវឲ្យទៅសន្សំរៀនបញ្ញាបានណាតែមានបញ្ញាបានខ្ពងខ្ពស់យើងមិនបាច់ពិបាកភ័យព្រួយអីទេឲ្យកូនរៀនសូត្រចិត្តដូចជាឲ្យទ្រព្យឲ្យសម្បត្តិយសស័ក្តិសិរីសួស្ដីនៅក្នុងបញ្ញាទាំងអស់ណាក៏អានឹងឧទាហរណ៍ដូចញោមញាតដែលមានកូនចៅប្រសិទ្ធគេតែឲ្យរៀនសូត្រចេះដឹងនៅស្ងៃគេគ្រប់គ្រងខ្លួនគេជីវិតប្តីប្រពន្ធគេកូនចៅគេរកទ្រព្យសម្បត្តិបានមកអញ្ចឹងយើងអត់សូវព្រួយពិបាកអីទេមិនថាឲ្យវិជាឲ្យទ្រព្យឲ្យសម្បត្តិយសស័ក្តិអីនៅនឹងឯងស្ដេចអានឹងជាសក្ខីភាពជាក់ស្ដែងសម្រាប់ជីវិតរបស់មនុស្សនោះរួចហើយបានព្រះអង្គនោះឲ្យសង្គ្រោះគ្នាទៅវិញទៅមកក្នុងជីវិតជាមនុស្សនោះអត់មានតាកតងអីទេបងនឹងសម្រាប់ពុទ្ធសាសនា